ជីវិតអ្នកដើរធ្វើការធ្លាប់ធ្វើសំណងធ្វើអីឥឡូវបានមកចូលរោងចក្រគេថារោងចក្រល្បីប្រកែកជាឥឡូវចូលជួបហើយមែនតាបងប្អូនជាចំញើរោងចក្រនេះប៉ុន្តែដោយរោងចក្រទេមិនដឹងអីមិនដឹងគាត់ថាជេយើងដីអត់គ្រប់ចំនួនគេឲ្យគេជេយើងដីគ្រប់ទៅអីទេខ្ញុំស្រង់ដាក់យើងនឹងមេអញខ្ញុំតែជេដើរស្រែកមួយថ្ងៃគាត់បកែហ្នឹងចេះខ្ញុំណានេះមេទី2ជំនួយការគេហ៊ានខ្ញុំណាមកឡើងជួហួយមួយចិនជេផងខ្មែរគ្នាអីជេផងចិនជេខ្មែរមិនជេខ្មែរតគ្នាបើប្រធានធំចិនជេឡើងយំបងប្អូនយំដល់ពេលអញ្ចឹងចង់ខឹងតិចអត់តិចអាណិតមិនតិចមិនឃើញតោភ្នែកមែនដីថាឲ្យឡើងយំនេះជំនួយការមើលអត់ខ្វល់ទេជំនួយការនេះណាជេទៅធ្វើការវាឲ្យថែមមកថែមអត់ទៅផ្ទះកំពូនចៅដែរជេខ្វល់ឬមួយជេvậyទេអត់ចេះជីខ្វល់មកអីទេចំនួនគេដាក់150ដីបាន80គេឡើងចេញផ្សាយតាមទៅជាអើយមួយអត់ខ្វល់ដីអត់បានហើយចាប់ណារួយចាប់ស្គាល់រសជាតិដែររោងចក្រឡើងស្គាល់រសជាតិដែរធ្លាប់ទៅលើគេនិយាយថារោងចក្រដាច់កំពូថាអើយជាឥឡូវបានមកជួបហើយតែដោយរោងចក្រមកទៅបងប្អូនរោងចក្រខ្លះក៏ស្ដីថាឲ្យជាអញ្ចឹងទៅរោងចក្រខ្លះក៏អត់ទៅមកតាមយើងធ្វើបានគ្រប់ចំនួនគេមិនទៅថាឲ្យអីដូចយើងទេឲ្យយើងទេក៏ប៉ុន្តែគាត់មើងមាត់តការងារទេធ្វើក្រៅយ៉ាងនេះគាត់រាប់អានយើងធម្មតាធានរោងចក្រគាត់អត់ទៅគុំគួនអីមួយយើងទេពីម៉ោងបាយម៉ោងចាប់ម៉ោងការងារចាប់អីគាត់ជាលេងធម្មតាជាមួយយើងដូចអត់មានរឿងអីចឹងបកកែបែងចែកការងារហើយចូលដំបងបងប្អូនចូលដំបងមួយថ្ងៃឲ្យតែ20គូដេបាន20គូនឹងលុយយកជាក្រុមល្អមែនតែឡើងឲ្យ60គូគេឡើងរហូតចំនួនឡើងអត់ចេះស្រកដេបានគ្រប់60គូតែឡើង80អូអត់ជឿហើយចកាក់គេរហូតធ្វើការរោងចក្រនេះជាពាក់អត់មានថ្ងៃសងអត់ចេះរួចរោងចក្រអត់នេះអ្នកបាញ់កាវបាញ់អីមុខលេរីកហើយមេជេឡើងជាប់មុខហើយមកមុខអែមួយអានេះគេដល់ម៉ោងទៅផ្ទះវាលឿនមួយដល់ម៉ោងទៅផ្ទះទៅហើយយើងបែកគ្នាត្រឹមនឹងអីសិនទៅចាំស្អែកក៏ចាំផ្ដើមជេបន្តទៀតជេប៉ុណ្ណឹងបានហើយស្អែកជេអស់ថ្ងៃហ្នឹងស្អែកមានអីជេទុកគ្រាប់បាញ់ស្អែកខ្លះតែរោងចក្រហ្នឹងក៏ថែមម៉ោងថែមអីវាបានថ្លៃដែរថែមម៉ោង10ម៉ោងអីហ្នឹងលុយឡើងកោដែរហ្នឹងលុយ